ង់លើកកូនឲ្យទៅក្មួយឆើតព្រោះគ្រួសារក្មួយឆើតគេជាអ្នកមានមើលថែកូនឯងបានបើកូនឯងបាត់ធ្វើជាកូនប្រសារនៅផ្ទះលោកលួងនោះពីរអ្នកម្ដាយកូនយើងណែដេកចាយលុយពីជាតិទៀតក៏មិនអស់ដែរកូនតែកូនមិនបានពេញចិត្តនឹងនេះឆើតដូចទេម៉ែគេជាមនុស្សចូលចិត្តមើលងាយអ្នកដទៃណាស់អាងតែខ្លួនឯងជាអ្នកមានមើលមកអ្នកក្រសុទ្ធតែគ្មានតម្លៃកូនមិនចូលចិត្តទេគ្មានម៉ែឯណាចង់ឃើញកូនឯងលំបាកទេតែបានហើយមិនបាច់បតែស្គាល់ស្អីទេប្រញាប់ឡើងទៅលើផ្ទះទៅងូតទឹកស្លៀកពាក់ឲ្យបានស្អាតបាតទៅល្ងាចបន្តិចគ្រួសារក្មួយឆើតគេហូបបាយជាមួយយើងមកពេលអញ្ចឹងម៉ែប្រាប់ឲ្យហើយណាកុំធ្វើឲ្យម៉ែបាក់មុខឲ្យសោះឮទេអូនមីលាពិភពលោកនេះពិតជាមូលមែនជួបគ្នាតតែបានហើយនេះអូនមីលាប្រុងទៅណាគឺខ្ញុំទៅផ្ទះហើយលោកមានការអីអូគឺបងឃើញអូនដល់ចៃដន្យពីចម្ងាយក៏ចូលមករាក់ទាក់បន្តិចទៅមិនមែនមកតាមដានខ្ញុំណាអីហ៎មានមកពីណាបងទៅតាមដានអូនធ្វើអីបើមិនយូរមិនឆាប់ពួកយើងគង់តែបានឃើញមុខគ្នារាល់ថ្ងៃហើយនឹងឈប់សម័យទៅរឿងស្នាមជីវិតចិត្តអើយចិត្តសម្រាប់សិនមកចៅយាយឃើញចៅឯងកាប់មកព្រឹកហើយមិនហត់ទេអីចៅបាទយាយខ្ញុំសុំបង្ហាយដៃបន្តិចសិនយាយចិត្តរួចហើយអើកុំខំពេកណាចៅធ្វើការឲ្យចេះប្រមាណកម្លាំងផងយាយបារម្ភណាស់ចៅចិត្តតែខំទៅយាយព្រោះយើងគ្មានគោក្របីអីភ្ជួររស់ដូចគេទេទើបចៅចិត្តតែស្រូតដៃស្រូតជើងធ្វើឲ្យឆាប់រួចនឹងណាយាយទាន់អាកាសធាតុល្អយាយដឹងហើយតែយាយចេះតែបារម្ភទៅយាយខ្លាចពេលអត់ពីយាយទៅចៅឯងឈឺថ្កាត់យប់ឡើងបានអ្នកណាជួយមើលអញ្ចឹងហើយបានជាយាយចេះតែហាមចៅកុំឲ្យធ្វើអីហួសកម្លាំងវាមិនល្អទេណាចៅបាទយាយកុំបារម្ភអីចៅយាយម្នាក់នេះរឹងមាំណាស់មិនងាយឈឺងាយទេណាមួយចៅក៏មិនចង់ឲ្យយាយទៅណាចោលចៅដែរចៅអើយជីវិតមនុស្សវាមិនទៀងទេកើតចាស់ឈឺស្លាប់ជារឿងធម្មជាតិដូចយាយនេះណាមិនដឹងជារស់បានប្រមាណទៀតទេចៅអញ្ចឹងពេលអត់ពីយាយទៅចៅត្រូវចេះមើលថែខ្លួនឯងណាកុំឲ្យយាយស្លាប់ទៅបិទភ្នែកមិនចិត្តឮទេហើយយាយកុំនិយាយរឿងអពមង្គលអញ្ចឹងមើលយាយចៅជឿថាយាយមិនដាច់ចិត្តទៅណាចោលចៅសង្ហាម្នាក់នេះទេមែនទេយាយអញ្ចឹងទៅរកលាងដៃលាងជើងរួចហើយអាលមកញ៉ាំបាយណាចៅបាទយាយយាយសំបានដើរតាមផ្លូវត្រឡប់មកពីវត្តតម្រង់ទៅផ្ទះវិញស្រាប់តែភ្លាមនោះគាត់មានអារម្មណ៍ថាដូចជាវិលមុខទប់លំនឹងមិនជាប់ក៏រដួលតែគប់ជួនអីសំណាងល្អពេលនោះមាលាបានដើរឆ្លងកាត់ទីនោះក៏ឃើញថាសភាពយាយសំមិនសូវស្រួលនាងក៏ស្ទុះចូលទៅជួយទប់យាយសំទាន់ពេលហើយក៏បានជួយរឹតរួតទើបធ្វើឲ្យយាយសំមិនបានកើតអីធ្ងន់ធ្ងរអូយនេះខ្ញុំយ៉ាងម៉េចអញ្ចេះសុកមិនក៏វិលមុខមើលអីក៏ឡាប់ចាស់អស់អញ្ចឹងអូយលោកយាយចាំមិនហើយអូយយាយវិលមុខណាស់ចៅស្រីយាយមើលអីមិនឃើញទេបានធូនតិចទេលោកយាយយាយរៀងគ្រាន់បើបន្តិចហើយយាយអរគុណចៅស្រីហើយណាដែលបានមកជួយទប់យាយតន់មិនអញ្ចឹងយាយពិបាកហើយចាមិនអីទេលោកយាយនិយាយអញ្ចឹងផ្ទះលោកយាយនៅដល់ណាចាំចៅជួយជូនលោកយាយទៅក្រែងលោកយាយវិលមុខនៅតាមផ្លូវចៅអាចជួយទាន់ពេលបានផ្ទះយាយនៅចុងភូមិឯណោះចៅអើយឆ្ងាយគួរសមដែរចៅមិនបាច់ជូនយាយទៅទេកុំឲ្យហត់អីណាចៅមិនអីទេលោកយាយចាត់ទុកថាខ្ញុំដើរមើលទៅសភាពផងអញ្ចឹងតោះលោកយាយចៅស្រីស្អាតហើយមានទឹកចិត្តល្អទៀតតែមិនអីទេចៅផ្ទះយាយនៅឆ្ងាយទៀតណាស់ចៅដើរទៅនាំតែហត់ទេចៅអត់ហត់ទេលោកយាយដើរបណ្ដាជជែកជាមួយលោកយាយបណ្ដានឹងឆាប់បានដល់មិនខានអញ្ចឹងក៏បានដែរចៅអញ្ចឹងតោះលោកយាយចាមកដល់ផ្ទះហើយណាចៅចាលោកយាយនិយាយអញ្ចឹងលោកយាយរស់នៅតែម្នាក់ឯងទេមែនទេអត់ទេគឺយាយនៅជាមួយចៅប្រុសរបស់យាយតែប្រហែលថ្មើរនេះ
គេរវល់ទៅកັບដីស្រែនៅក្រោយផ្ទះហើយមើលទៅយីស្រែរកគេសិនវិចិត្រឮយាយហៅទេចៅបាទយាយចៅនៅក្រោយផ្ទះហើយនេះចឹងឆាប់ម្នេះបន្តិចមកចៅយាយមកពីវត្តវិញហើយមែនយាយមកវិញហើយតែពេលដើរមកវិញយាយក៏វិលមុខរកដួលតែសំណាងល្អកុំតែបានចៅស្រីខាងនេះមកជួយទប់តាន់ទេកុំអីយាយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេចៅហើយឥឡូវយាយយ៉ាងម៉េចហើយមានរបួសកន្លែងណាអត់យាយលេងអីហើយចៅកុំបារម្ភពីយាយអីគ្មានរបួសគ្មានអីទេបើអញ្ចឹងយាយសម្រាប់សិនទៅយាយចាដាចៅចាំជួយជូនចៅស្រីត្រឡប់ទៅវិញផងណាព្រោះផ្លូវខាងមុខស្ងាត់ណាស់យាយខ្លាចចៅស្រីមានបញ្ហាអូបាទយាយអញ្ចឹងខ្ញុំជម្រាបលាលោកយាយទៅវិញហើយលោកយាយកុំភ្លេចថែរក្សាសុខភាពផងបើអាចកុំទៅណាមកណាម្នាក់ឯងអីណាលោកយាយចាយាយអរគុណហើយណាចៅស្រីដែលខំជួយជូនយាយមកផ្ទះចាមិនអីទេលោកយាយអញ្ចឹងលោកយាយសម្រាប់ទៅចៅទៅវិញសិនហើយចាស់ចៅថ្ងៃក្រោយបើទំនេរចាំមកហូបបាយនៅផ្ទះយាយម្ដងឮទេចាបានលោកយាយអញ្ចឹងតោះអ្នកនាងចានិយាយអញ្ចឹងខ្ញុំអរគុណអ្នកនាងណាស់ដែលបានជួយយាយរបស់ខ្ញុំបើគ្មានអ្នកនាងទេយាយរបស់ខ្ញុំប្រកាសជាយ៉ាប់មិនខានចាមិនអីទេលោកខ្ញុំឃើញគាត់ជាមនុស្សចាស់ចេះតែជួយទៅមិនបានគិតគុណស្រ័យអីទេបាទអ្នកនាងនិយាយអញ្ចឹងអ្នកនាងឈ្មោះអីដែរខ្ញុំឈ្មោះមេលីឈ្មោះពិតជាពិរោះណាស់សមនឹងមុខមាត់មែនលោកនិយាយអីគេហ្នឹងអត់មានអីទេលោកឈ្មោះវិចិត្រត្រូវអត់បាទនឹងហើយមិនបានជាអ្នកនាងស្គាល់ឈ្មោះខ្ញុំគឺខ្ញុំឃើញលោកយាយរបស់លោកស្រែកហៅឈ្មោះលោកថាវិចិត្រអញ្ចឹងទេហ៎ហើយផ្ទះអ្នកនាងនៅដល់ណាដែរផ្ទះខ្ញុំនៅមុខឆ្ងាយទៀតតែលោកជូនខ្ញុំហូរផ្លូវស្ងាត់នេះបានហើយខ្ញុំអាចដើរទៅផ្ទះម្នាក់ឯងបានបាទអ្នកនាងអូនមីលីពិភពលោកនេះពិតជាមូលមែនជួបគ្នាតតែបានហើយនេះអូនមីលីប្រុងទៅណាគឺខ្ញុំទៅផ្ទះហើយលោកមានការអីគឺបងឃើញអូនដល់ចៃដន្យពីចម្ងាយក៏ចូលមករយៈតែបន្តិចទៅមិនមែនមកតាមដានខ្ញុំណាអីមានមកពីណាបងទៅតាមដានអូនធ្វើអីបើមិនយូរមិនឆាប់ពួកយើងគង់តែបានឃើញមុខគ្នារាល់ថ្ងៃហើយនឹងឈប់សម័យទៅអូនមីលីត្រៀមតែខ្លួនទៅហើយចុះអាប៉ែខោមិនខោអាវមិនអាវនេះវាជាណាគេមិនបានជាមកស្និទ្ធស្នាលជាមួយអូនមីលីយើងមិនតានិយាយស្ដីឲ្យចេះគ្រប់អ្នកខ្លះផងក៏មានមាត់ចេះតែនិយាយចាំបាច់គោរពវាធ្វើអីអូនមើលទៅវាត្រឹមតែជាអ្នកក្រមិនមែនជាអ្នកមានថ្លៃថ្នូរអីដូចជាពួកយើងឯណាអញ្ចឹងគ្មានអីដែលត្រូវឲ្យតម្លៃវាទេហើយអូនឯងក៏អញ្ចឹងដែរកុំទៅស្និទ្ធស្នាលជាមួយពួកអាអ្នកក្រអញ្ចឹងអីប្រយ័ត្ននាំទុកដាក់ខ្លួនត្បិតតែខ្ញុំជាអ្នកក្រពិតមែនប៉ុន្តែខ្ញុំមិនបានមានបំណងមិនល្អជាមួយនាងមីលីទេខ្ញុំក្រក៏ខ្ញុំមានតម្លៃដែរលោកជាអ្នកមានថ្លៃថ្នូរមិនគួរមើលងាយអ្នកក្រដូចជាខ្ញុំអញ្ចឹងទេព្រោះវាមិនថ្លៃថ្នូរនេះឯងកំពុងតែជេរយើងថាជាមនុស្សថោកទាបមែនត្រូវហើយវាចាត់គាត់និយាយត្រូវក្រឬមានសត្វតែមានតម្លៃស្មើគ្នាទាំងអស់សំខាន់នៅលើមនុស្សម្នាក់នឹងមានសុជីវធម៌កម្រិតណាលោកមិនដែលទាំងស្គាល់គ្នាផងហ៊ានមកវាយតម្លៃគេបាត់ទៅហើយបែបហ្នឹងមិនមែនគេហៅថាមនុស្សថ្លៃថ្នូរនេះអូនកាន់ជើងអាក្មេងក្រនេះហ៎បងនិយាយនេះក៏ព្រោះតែបងបារម្ភពីអូនបងខ្លាចវាធ្វើបាបអូនបើអូនយ៉ាងម៉េចតើឲ្យបងធ្វើចិត្តបែបណាហើយខ្ញុំចេះមើលថាខ្លួនឯងហើយលោកគួរតែយកពេលទៅធ្វើការរកប្រាក់ឬទៅជួយការងារឪពុកម្ដាយលោកវិញទៅវាល្អជាងមកបារម្ភពីខ្ញុំបងមិនបាច់ធ្វើការអីក៏បងមានលុយចាយដែរអូនដឹងស្រាប់ហើយតាថាឪពុករបស់បងជាអ្នកមានរាល់ថ្ងៃនេះមានលុយច្រើនខ្វះតែអ្នកចាយទេហើយអញ្ចឹងលោកជូនខ្ញុំតែត្រឹមនេះបានហើយចាំខ្ញុំដើរទៅផ្ទះខ្លួនឯងលោកប្រញាប់ត្រឡប់ទៅមើលលោកយាយវិញទៅណាបាទអញ្ចឹងប្រយ័ត្នប្រយែងតាមផ្លូវផងណានាងចាឈប់សិនយើងប្រាប់ឯងហើយណាកុំទៅរញ៉េរញ៉ៃជាមួយនឹងអូនមីលីរបស់យើងទៀតបើមិនអញ្ចឹងទេឯងនឹងងាប់ដោយសារយើងមិនខានអាអ្នកក្រហេតុអីឲ្យដឹងផងទៅថាអូនមីលីជាអនាគតប្រពន្ធយើងមិនយូរមិនឆាប់ទេពួកយើងនឹងរៀបការជាមួយគ្នាហើយកុំឲ្យយើងឃើញម្ដងទៀតណាថាឯងព្យាយាមទៅរញ៉េរញ៉ៃជាមួយនឹងអូនមីលីមិនអញ្ចឹងទេ
ហើយនឹងស្គាល់ឆ្នាំខ្លាំងមិនខានអាអ្នកក្រ